ជីវិតនៅក្នុងសម័យទំនើបនេះបានធ្វើឲ្យមនុស្សយើងរស់នៅដោយមានការរំខានច្រើនហើយការរំខានពី device ដូចជាទូរស័ព្ទ smartphone ជាដើមអញ្ចឹងហើយការចែករំលែកនេះក៏វាទូលំទូលាយខ្លាំងបាទ worldwide អញ្ចឹងព័ត៌មានពីខាងណាក៏យើងអាចដឹងបានដែរមិត្តភក្តិបាត់គ្នា10-20ឆ្នាំបើវាឈ្មោះត្រូវយើងអាចរកគ្នាឃើញអញ្ចឹងវាខុសពីបរិបទក្នុងការរស់នៅពីសម័យមុនឆ្ងាយការបំពុះស្មារតីការរំខាន distraction វាមានច្រើននៅក្នុងសម័យឥឡូវអញ្ចឹងវាធ្វើឲ្យការប្រៀបធៀបការចំណែនការកំសាន្តវាស៊ីអារម្មណ៍យើងអស់អាការរំខាននេះហើយជាដើមហេតុដែលធ្វើឲ្យមនុស្សរស់នៅដោយអត់គោលដៅអត់ច្បាប់ទម្លាប់អត់វិន័យព្រោះយើងត្រូវបានបង្វក់ដោយការរំខាន distraction នេះហើយយើងពិបាករក្សាវិន័យណាស់នៅក្នុងបរិយាកាសដែលវាពោពេញទៅដោយការរំខានអញ្ចឹងសួរថាណាគេមិនចង់អង្គុយចុះធ្វើការបាទណាគេមិនចង់អង្គុយចុះរៀនមិនអញ្ចឹងប៉ុន្តែទូរស័ព្ទនៅលើតុនោះវាទំនងពេកសិតតែសាច់មើលរឿងកូរ៉េតិចសិនអញ្ចឹងដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងការបំផ្លាញពេលវេលាអត់ប្រយោជន៍បុគ្គលជោគជ័យបាទមហាសេដ្ឋីជាពិសេសគ្រូជោគជ័យអ្នកដែលគិតទៅដល់បញ្ហានេះពួកគាត់ព្យាយាមលើកកម្ពស់ឲ្យការរស់នៅដោយមាន intention ខ្មែរយើងគេថាមានបំណងបាទរស់នៅដោយមានបំណងរស់នៅដោយមានគោលដៅពួកយើងមិនមែនងងុយគេងពេលណាគេងពេលហ្នឹងទេមិនមែនត្រូវធ្វើអីមួយមានអារម្មណ៍ចាំធ្វើមិនមែនទេមានម៉ោងច្បាស់លាស់មានកម្រង planning ច្បាស់លាស់តាមពិតវាជារឿងល្អដែលយើងមានវិន័យមានគោលដៅដែលយើងព្យាយាមយកឈ្នះហើយខ្ញុំក៏ជឿជាក់ដែរថាការរស់នៅដោយមានកម្រងបែបនេះនឹងធ្វើឲ្យជីវិតយើងនោះវារីកចម្រើនហើយខ្ញុំក៏មាន routine របស់ខ្ញុំខ្លួនឯងដែរត្រូវធ្វើការម៉ោងណាបាទប្រហែលម៉ោងចាប់ពីម៉ោងណាដល់ម៉ោងណាចឹងទៅហើយក៏ខ្ញុំមានពេលវេលាសម្រាប់ relax របស់ខ្ញុំដែរមានដូចគ្នាប៉ុន្តែភាគច្រើនការចែករំលែកនៅផ្នត់គំនិត mindset ទាំងអស់នេះវាត្រូវបានភ័ន្តច្រឡំដោយការបកស្រាយមិនច្បាស់ពីអ្នកចែករំលែកក្តីដោយការចែករំលែកលក្ខណៈបែបសង្កត់ធ្ងន់ខ្លាំងពេកក្តីដល់អញ្ចឹងអ្នកដែលពួកគាត់ស្ដាប់អ្នកដែលពួកគាត់តាមដានហ្នឹងគាត់យល់ច្រឡំពួកគាត់ទៅជាជ្រុលនិយមគាត់គិតថាការរស់នៅដោយមានបំណងមានគោលដៅហ្នឹងគឺត្រូវតែសង្កត់ធ្ងន់បាទគ្មានការបត់បែនគ្មានការសម្រាកអីទេធ្វើយ៉ាងម៉េចក៏ដោយក៏ត្រូវតែទៅដល់កន្លែងដែលយើងគ្រោងទុកបាទទៅដល់កន្លែងដែលយើងមានបំណងចង់ទៅហ្នឹងបើសិនជាយើងធ្វើខុសពីអ្វីដែលយើងបានគ្រោងទុកហ្នឹងអាហ្នឹងគេចាត់ទុកថាជាការបរាជ័យហើយបាទអាហ្នឹងគឺជាការជ្រុលនិយមមួយហើយយើងទៅមើលឧទាហរណ៍អត់ខ្វះទេអ្នកដែលនិយាយថាអ្នកមានគេរវល់គេមិនចេះតែប្រើពេលវេលារបស់គេទៅពីទេគេរស់នៅជាមួយនឹងគោលបំណងប្រតិបត្តិការងារប្រចាំថ្ងៃរបស់គេជាមួយនឹងគោលបំណងចង់ក្លាយទៅជាអ្នកមានការងារណាដែលគេធ្វើទៅគេគិតថាវាមិនជួយឲ្យគេក្លាយទៅជាអ្នកមានទេគេអត់ធ្វើទេបើយើងមាន intention មានបំណងចង់មានដូចគេដែរយើងត្រូវតែធ្វើដូចគេត្រូវសង្កត់ធ្ងន់នឹងគម្រោងដែលយើងបានរៀបចំពេលខ្លះការធ្វើដូចគេនេះវាទៅជាជ្រុលនិយមហួសហេតុពេកដល់ថ្នាក់ថាលើកទឹកចិត្តឲ្យគេងតិចជាងតម្រូវការបាទគេងតែ 5-6 ម៉ោងបានហើយគិតថាវា productiveយើងជ្រុលនិយមពេកយើងភ្លេចថាមនុស្សមានកន្លែងចាប់ផ្ដើមខុសគ្នាយើងយកស្តង់ដារបុគ្គលដែលអភិវឌ្ឍខ្លួនឯងរាប់សិបឆ្នាំមកធ្វើជាស្តង់ដារផ្ទាល់ខ្លួនរបស់យើងហើយព្យាយាមសង្កត់ធ្ងន់ឲ្យខ្លួនឯងនឹងធ្វើតាមឲ្យបានដូចគេមួយខែមុនយើងគេងម៉ោង12តែខែនេះយើងចាប់ផ្ដើមគេងម៉ោង10អានេះបើតាមពិតទៅវាគឺជាការរីកចម្រើនមួយទៅហើយប៉ុន្តែយើងអត់ត្រេកអរជាមួយវាទេព្រោះអីបុគ្គលជោគជ័យគេគេងម៉ោង9ប្រយ័ត្នអន្ទាក់មួយហ្នឹងអញ្ចឹងបើយើងនិយាយឲ្យខ្លីទៅការរស់នៅជាមួយ intention បំណងនេះវាគឺជារឿងល្អសម្រាប់ការរីកចម្រើនរបស់ជីវិតយើងប៉ុន្តែវានឹងក្លាយទៅជាទារុណកម្មភ្លាមនៅពេលដែលយើងយល់ច្រឡំភ័ន្តច្រឡំពីវាការរស់នៅដែលមាន intention មានបំណងចង់អភិវឌ្ឍខ្លួនឯងគឺមិនមែនជាការដែលយើងឃុំខ្លួនឯងឲ្យធ្វើការ8-10ម៉ោងមួយថ្ងៃហើយក៏មិនមែនជាការហាមឃាត់ខ្លួនឯងមិនឲ្យមានពេលវេលាសប្បាយទេពួកយើងជាមនុស្សមិនមែនម៉ាស៊ីនដល់តែពេលដែលយើងជ្រុលនិយមពេកភាពជាមនុស្សរបស់យើងវាបាត់បង់គោលបំណងចង់អភិវឌ្ឍខ្លួនឯងក៏ប្រែក្លាយទៅជាទរណកម្មដាក់ខ្លួនឯងទៅវិញដូចខ្ញុំពីមុនចាប់ផ្ដើមក្រូខ្ញុំសន្យាខ្លួនឯងដើម្បីអភិវឌ្ឍខ្ញុំនឹងធ្វើវីដេអូក្នុងមួយអាទិត្យឲ្យចេញបានមួយវីដេអូបាទខ្ញុំមានបំណងល្អជាមួយខ្លួនឯងដែរព្រោះខ្ញុំចង់ឲ្យខ្លួនឯងអភិវឌ្ឍអញ្ចឹងដើម្បីធានាថាខ្លួនឯងអភិវឌ្ឍមួយអាទិត្យចេញមួយវីដេអូមកបានប្រហែលជា5ខែបាទចង់ជ្រុះសោះខែ12មានបំណងអភិវឌ្ឍខ្លួនឯងនេះវារឿងល្អហើយបាទព្យាយាមបំពេញបំណងហ្នឹងក៏វាអត់ខុសដែរវាសុទ្ធតែជារឿងល្អប៉ុន្តែអ្វីដែលមិនល្អនោះគឺយើងជ្រុលនិយមពេកបាទខ្ញុំជ្រុលនិយមពេកពីដំបូងមកវីដេអូក្នុងមួយអាទិត្យវាអត់អីទេបាទតែដល់យូរទៅមកវីដេអូមួយអាទិត្យវាធ្វើអត់តាន់ព្រោះយើងរងនៅ content ក្នុងការធ្វើអត់ឃើញព្រោះយើងនិយាយអស់ហើយ
ចាប់ផ្ដើមរករ៉ាប្រហែលខែខែ11ហ្នឹងទៅបាទអ៊ំទុកហើយហ្នឹងគឺចាប់ផ្ដើមចាប់ទៅអាអ្នកសរសេរនេះក៏អស់ពាក្យនិយាយហើយអ្នកកាត់តនោះក៏រវល់ចុងឆ្នាំការងារច្រើនទាំងសុកចិត្តបុកធ្វើទាំងយប់បាទម៉ោង1ម៉ោង2រាល់យប់រាល់អាទិត្យអានេះហើយគឺជាហានិភ័យនៃពាក្យថាជ្រុលនិយមពេកយល់ច្រឡំការរស់នៅជាមួយនឹងគោលបំណង living intention ហ្នឹងថាជាការរស់នៅដោយគ្មានហេតុផលទេថាត្រូវបំពេញគោលដៅឲ្យបានគ្មានការបត់បែនគ្មានការដោះសារគ្មានហេតុផលទេធ្វើម៉េចឲ្យដល់ធ្វើម៉េចឲ្យបានគោលបំណងហ្នឹងមកដល់កន្លែងនេះខ្ញុំជឿថាអ្នកទាំងអស់គ្នាប្រហែលជាតន់ប្រធានបទយើងខ្លះហើយអញ្ចឹងយើងនឹងទៅមើលលម្អិតរឿងចំនួន3ពាក់ព័ន្ធពីប្រធានបទនេះទី1ហេតុអីបានជាការរស់នៅដោយបំណង live with intention នេះវាសំខាន់ហើយទី2ហេតុអីបានជារបស់សំខាន់មួយនេះវាคล้ายទៅជាទារុណកម្មដាក់ខ្លួនឯងទៅវិញហើយទី3យើងក៏នឹងទៅមើលដែរថាតើយើងគួរតែធ្វើយ៉ាងណាដើម្បីប្រតិបត្តិវាឲ្យបានត្រឹមត្រូវតោះឥឡូវយើងទៅមើលរឿងទី1សិនសារៈសំខាន់របស់ការរស់នៅដោយមានគោលបំណងអ្នកទាំងអស់គ្នាដែលឃើញមនុស្សណាម្នាក់ដែលគាត់សម្រេចចិត្តតាមគេលក្ខណៈថាអត់មានបំណងអត់មានបំណងចង់ទៅធ្វើការកន្លែងនេះទេប៉ុន្តែមិត្តភក្តិគាត់ទៅធ្វើនៅកន្លែងហ្នឹងគាត់ទៅធ្វើតាមពួកគាត់ទៅឬក៏មនុស្សមួយប្រភេទទៀតដែលអង្គុយនិយាយជាមួយគ្នាយើងលើករឿងអីមួយមកនិយាយគាត់ក៏មានរឿងមួយមកកាត់មុខយើងដែរតែរឿងដែលគាត់លើកយកមកនិយាយកាត់មុខហ្នឹងវាអត់មានគ្រប់ជ្រុងជ្រោយវាអត់សមហេតុសមផលវាលក្ខណៈថាគេថានិយាយឲ្យតែបាននិយាយឧទាហរណ៍ថាយើងលើករឿង A ថារឿង A ហ្នឹងល្អហេតុផល1 2 3ចឹងទៅហើយគាត់ថាអត់ទេ A ហ្នឹងអត់សូវល្អប្រហែលទេតែដល់សួរហេតុផលឲ្យមិនបានអញ្ចឹងឲ្យចាប់ផ្ដើមមកពេបបាទអាក់លអួអានេះហើយជាបញ្ហាដែលធ្វើឲ្យ live with intention នេះវាមានសារៈសំខាន់អាការដែលយើងធ្វើអ្វីមួយដែលគ្មានគោលបំណងគ្មានហេតុផលគ្មានវិន័យគ្មានរបៀបគ្មានច្បាប់គ្មានទម្លាប់ច្បាស់លាស់វានឹងធ្វើឲ្យទី1សមត្ថភាពក្នុងការសម្រេចចិត្តរបស់យើងនឹងមើលទៅវាខ្សោយដូចចុងស្រល់អញ្ចឹងខ្យល់បក់ទៅខាងណាវាទៅខាងហ្នឹងឯងមនុស្សបែបហ្នឹងគេថាអន់បាទហើយទី2សកម្មភាពរបស់យើងមើលទៅវាដូចមិនចេញពីចិត្តវាមិនចេញពីបំណងរបស់យើងអត់ចង់រៀនខាងនេះទេតែខ្លះអត់ធ្វើតាមគេទៅវាខុសគេអត់ជួយត្រូវទទួលសម្ពាធពីគេអញ្ចឹងក៏ធ្វើតាមគេទៅមនុស្សដែលធ្វើសកម្មភាពដោយសារតែការបង្ខំគេអត់អាចយកទៅធ្វើជាអ្នកដឹកនាំបានទេព្រោះការសម្រេចចិត្តរបស់គាត់មិនមែននៅលើដៃរបស់គាត់ហើយទី3ដល់តែការសម្រេចចិត្តក៏ខ្សោយបាទតាមគេតាមឯងខ្លាចចេះខ្លាចចោះខ្លាចមុខខ្លាចក្រោយសម្ដីរបស់យើងក៏វាបាត់បង់តម្លៃទៅតាមនឹងដែរបាទតម្លៃខ្លួនរបស់យើងក៏វាបាត់បង់ទៅតាមនឹងគេថាទឹកមាត់សាបព្រោះនិយាយទៅគ្មានអាណាគេជឿទេអានេះហើយជាបញ្ហាដែលធ្វើឲ្យ live with intention នេះវាសំខាន់នៅពេលដែលយើងធ្វើអ្វីមួយដែលមានគោលបំណងច្បាស់លាស់ការពារមតិខ្លួនឯងច្បាស់លាស់សម្ដីរបស់យើងតម្លៃខ្លួនរបស់យើងក៏វាឡើងទៅតាមនឹងព្រោះយើងឈរលើចំហរបស់យើងបាទយើងជ្រើសរើសដោយឆន្ទៈរបស់យើងមិនមែនចេះតែនិយាយបើអ្នកអត់ចូលចិត្តខ្ញុំក៏មិនដឹងធ្វើម៉េចដែរវាអញ្ចឹងអានេះហើយគឺជារឿងដែលធ្វើឲ្យជីវិតនេះវាមានន័យព្រោះជីវិតនេះយើងអ្នកជ្រើសរើសជាការខិតខំប្រឹងប្រែងរបស់យើងជាឆន្ទៈរបស់យើងមិនមែនជារឿងចៃដន្យទេខ្ញុំស្រឡាញ់ពាក្យមួយដែលនិយាយដោយលោក John Maxwell គាត់ថា grow doesn't just happen it happen by choice ការរីកចម្រើនមិនមែនចេះតែកើតឡើងទេវាកើតឡើងតើតែយើងជ្រើសរើសវាចូលទៅដល់រឿងទី2យើងដឹងហើយថា live with intention នេះវាសំខាន់ចុះហេតុអ្វីបានជាពួកខ្ញុំនិយាយថាវានឹងคล้ายទៅជាទារុណកម្មខ្លួនឯងទៅវិញហានិភ័យនៅក្នុងការរស់នៅដោយមានគោលបំណងបំពេញបំណងនេះក៏មានដែរដូចខ្ញុំនិយាយនៅខាងដើមវីដេអូអញ្ចឹងការជ្រុលនិយមប្រើជីវិតដែលមានបំណងច្បាស់លាស់វាជារឿងល្អតែដល់តែយើងប្រើវាច្បាស់លាស់ខ្លាំងពេកយើង hype វាខ្លាំងពេកវាคล้ายទៅជាទារុណកម្មដាក់ខ្លួនឯងទៅវិញអានេះជាហេតុផលដែលខ្ញុំនិយាយអញ្ចឹងហេតុផលទី1ជីវិតคล้ายទៅជាការ perform នៅពេលដែលយើងជ្រុលនិយមជាមួយនឹង intention បំណងរបស់យើងខ្លាំងពេកហួសកំណត់វិន័យប្រចាំខ្លួនរបស់យើងនឹងคล้ายទៅជាទារុណកម្មដល់ខ្លួនឯងទៅវិញមិនចាំមានន័យថាទម្លាប់និងវិន័យនេះគឺជារឿងអាក្រក់ទេកន្លែងនេះខ្ញុំចង់បានន័យថាអញ្ចឹងបើយើងចង់បំពេញបំណងរបស់យើងពេលហ្នឹងយើងមិនត្រូវរឹតបន្តឹងវិន័យរបស់យើងខ្លួនឯងមិនចឹងតែកាលណាយើងជ្រុលនិយមកាន់តែខ្លាំងយើងរឹតវិន័យខ្លួនឯងហ្នឹងក៏កាន់តែខ្លាំងទៅតាមនឹងដែរឧទាហរណ៍ដូចខ្ញុំរាល់អាទិត្យបាទត្រូវធ្វើវីដេអូមួយនេះវិន័យល្អប៉ុន្តែអាទិត្យខ្លះរឿងចៃដន្យវាអាចនឹងកើតឡើងអញ្ចឹងយើងត្រូវចំណាយពេលដោះស្រាយវាឬក៏ចំណាយពេលជាមួយនឹងវាដូចជាបងប្អូនម្លេងអញ្ចឹងតែមានបញ្ហាផ្លូវចិត្តរឿងឈឺអីអញ្ចឹងតែអានេះយើងត្រូវដោះស្រាយយើងត្រូវចំណាយពេលមួយវាប៉ុន្តែពួកខ្ញុំអត់ទេបាទ 4-5 ខែដំបូងដែលពួកខ្ញុំចាប់ផ្ដើមធ្វើវីដេអូនេះយ៉ាងម៉េចក៏ទៅដែរបាទចង់គ្នាមួយណាឈឺក៏អត់ខ្វល់ដែរត្រូវទៅអត់មានការបត់បែនអត់មានការអត់ឱនអីទេរហូតទៅដល់ថ្នាក់ថាបង្រៀនគ្នាខ្លួនឯងឲ្យចេះសមាធិដើម្បីឲ្យមានការផ្ដោតអារម្មណ៍ខ្ពស់ដើម្បីធ្វើវីដេអូឲ្យទាន់ពេលហើយបើខ្ញុំខ្លួនឯងវិញខ្ញុំសឹងតកែមកឈុតហ្មងតាំងពីការគេងការគិតការប្រើប្រាស់ពេលវេលាការញ៉ាំបាទត្រូវតែធ្វើម៉េចរៀបចំដើម្បីអីដើម្បីបំពេញគោលបំណង
ទាំងវើនេះបើសិនជាមនុស្សម្នាក់ធ្វើដាក់មនុស្សម្នាក់ទៀតដូចនៅក្នុងរឿង Task 2014ណាបាទកែច្នៃមនុស្សឲ្យคล้ายទៅជាសត្វ Walrus បើយើងមើលទៅគឺអមនុស្សជាតិខ្លាំងទាំងវើនេះវាប្រៃផ្សាយមិនសមជាមនុស្សទេតែដល់យើងខ្លួនឯងបាទលេងមកឆ្ងាញ់ហ្មងបាទ optimize performance ដូចលេងឡានអញ្ចឹងអាហ្នឹងគឺហេតុផលទី1បើយើងជ្រុលនិយមពេកជីវិតយើងនឹងคล้ายទៅជាការ perform ហើយហេតុផលទី2នៅពេលដែលយើងជ្រុលនិយមជាមួយនឹងបំណងរបស់យើងរឹតបន្តឹងវិន័យទម្លាប់តឹងតែងពេកវាធ្វើឲ្យយើងនេះយល់ច្រឡំមើលទៅកាន់ការសម្រាកមើលទៅកាន់ការបត់បែនបាទ adaptability ណាអានេះយើងមើលទៅវាហាក់ដូចជាការបរាជ័យក្នុងការរក្សាវិន័យនិងទម្លាប់របស់យើងតែអ្នកខ្លាំងទោះថ្ងៃលំបាកយ៉ាងម៉េចក៏គេមិនចោលទម្លាប់ដែរគេមិនសម្រាកគេអត់ឈប់ទេតាមពិតទៅវាត្រូវឲ្យអ្នកដែលមានវិន័យល្អពួកគាត់មិនដែលឈប់ទេក្នុងកលៈទេសៈណាក៏ដោយប៉ុន្តែពួកគាត់នឹងបត់បែនពួកគាត់ចេះសម្រាកពួកគាត់ចេះកាត់បន្ថយទំហំការងាររបស់ពួកគាត់ទៅតាមការគោលរបស់គាត់ដោយនៅក្នុងសភៅ Atomic Habits ក៏និយាយដែរបើទោះបីជារឿងដែលយើងធ្វើហ្នឹងវាតិចតួចជាងរាល់ដងក៏ដោយឲ្យតែយើងបានធ្វើវាចាត់ទុកថាជាវិន័យវាចាត់ទុកថាជាទម្លាប់ហើយកន្លែងនេះដែលយើងយល់ច្រឡំខុសពេលខ្លះយើងគិតថាអូតែពេលណាយើងសម្រាកពេលណាដែលយើងព្យាយាមបត់បែនអានេះគឺជាលេសមួយដែលយើងអត់បានដើរទៅតាមគោលបំណងរបស់យើងទេយើងមានអារម្មណ៍ថាខ្លួនយើងខ្សោយហើយអាហ្នឹងគឺហានិភ័យបាទដោយហាត់ប្រាណជាប្រចាំមួយថ្ងៃ1ម៉ោងកន្លះតែដល់ថ្ងៃនេះរៀងឈឺអត់ស្រួលខ្លួនបាទហាត់ត្រឹមកន្លះម៉ោងក៏បានដែរអត់ចាំបាច់ដល់បុកមកទំហឹងត្រូវបត់បែនក៏បត់បែនទៅសំបីតែមេរបស់ខ្ញុំមនុស្សមហាសែន discipline គាត់ក៏នៅតែប្រាប់ខ្ញុំដែរថាឌីអូចង់មិនចង់គ្រូក្បាលយើងក៏ត្រូវការសម្រាកដែរពាក្យនេះមេរបស់ខ្ញុំក៏ប្រាប់ខ្ញុំនៅម៉ោងព្រែកនៅពេលដែលសម្រាកហ្នឹងខ្ញុំលេងទូរស័ព្ទគាត់ប្រាប់តែអញ្ចឹងហេតុផលទី3ដែលធ្វើឲ្យការជ្រុលនិយមទៅលើបំណង intention នេះវាคล้ายទៅជាហានិភ័យគឺអំនួតលើខ្លួនឯងអានេះក៏ជាហានិភ័យដ៏ខ្លាំងក្លាដែរនៅពេលដែលយើងជ្រុលនិយមទៅលើវិន័យដើម្បីបំពេញបំណងយើងខ្លាំងពេកដូចនិយាយក្នុងហេតុផលទី2អញ្ចឹងសូម្បីតែយើងក៏រិះគន់ខ្លួនឯងដែរបាទអញសម្រាប់អត់បានទេសម្រាប់គឺមានន័យថាអត់ណាអត់មានលេសអត់មានការបត់បែននេះទេបាទវិន័យមកមិនគឺត្រូវតែធ្វើបែបហ្នឹងហើយអាហ្នឹងសម្រាប់ខ្លួនឯងហើយចោះទម្រាំតែអ្នកដទៃទៀតហើយយើងរិះគន់ពួកគាត់ប៉ុណ្ណាបើសិនជាយើងជាមនុស្សដែលប្រកាន់ខ្ជាប់វិន័យនិងជ្រុលនិយមធ្វើការ8ម៉ោងពេលថ្ងៃយប់ឡើងធ្វើអីលេងហ្គេមហិចដេកស្អីទៅជាអញ្ចឹងអានឹងហើយជាហានិភ័យតែកាលណាដែលយើងជ្រុលនិយមពេកយើងមើលទៅមនុស្សជុំវិញខ្លួនយើងមានអារម្មណ៍ថាពួកគាត់ដូចជាអត់មានវិន័យសោះព្រោះយើងជ្រុលនិយមបាទព្រោះយើងតឹងរឹងខ្លាំងចឹងដល់ពេលពួកគាត់ទោះបីជាគាត់មានវិន័យយ៉ាងម៉េចក៏យើងមើលទៅដូចថាមិនសូវមានវិន័យសោះបាទអាការដែលខ្ញុំនៅតឹងរឹងអញ្ចឹងឃើញណាគេក៏ទៅភ្នែកដែរបាទចង់តែអារិះគន់ទេបាទការហ្នឹងខ្ញុំអត់យល់ថាមនុស្សគេមានកន្លែងចាប់ផ្ដើមផ្សេងគ្នាមានការរស់នៅក្នុងបរិយាកាសផ្សេងគ្នាការគិតជំនឿក៏មិនដូចគ្នាអញ្ចឹងខ្ញុំអត់មានសិទ្ធិអីទៅវាយតម្លៃការប្រើប្រាស់ជីវិតរបស់អ្នកណាទេថា you do you me do me as long as you don't touch me we cool អញ្ចឹងអានេះហើយគឺជាហានិភ័យនៅពេលដែលយើងជ្រុលនិយមជាមួយនឹងទម្លាប់វិន័យខ្លាំងពេកវាអាចនឹងធ្វើឲ្យយើងនេះមើលងាយជីវិតខ្លួនឯងបាទព្យាយាមកែច្នៃខ្លួនឯងដើម្បីឲ្យតែបានបំពេញនៅបំណងរបស់យើងសូមបើវងកញ្ចក់តិចចំពោះចំណុចនេះដែរតែប៉ុន្តែវាមិនមែនជារឿងអាក្រក់ទេបើសិនជាយើងធ្វើវាក្នុងកម្រិតដើម្បីអភិវឌ្ឍខ្លួនឯងព្រោះមនុស្សម្នាក់ណាក៏ត្រូវតែមានការកែប្រែខ្លួនឯងដែរតែបើវាដល់ថ្នាក់កែច្នៃដើម្បីឲ្យបានបំពេញបំណងរឹតបន្តឹងវិន័យអានេះវាលើសហើយតទៀតវាក៏ធ្វើឲ្យយើងនេះយល់ច្រឡំថាការសម្រាកនេះគឺជារឿងដែលអន់បាទការបត់បែននេះក៏คล้ายទៅជាការកិច្ចវេះផងដែរអានេះជាការយល់ច្រឡំហើយចុងក្រោយគេវាក៏ជាហេតុផលដែលធ្វើឲ្យមនុស្សមានអំនួតដែលវារុញច្រានពួកគាត់នឹងឲ្យឃ្លាតឆ្ងាយពីមនុស្សជុំវិញខ្លួនរបស់ពួកគាត់អូខេបន្ទាប់ពីដឹងល្អអាក្រក់ហើយអញ្ចឹងរឿងចុងក្រោយគេក៏សួរថាធ្វើម៉េចទើបអាចប្រតិបត្តិវានឹងឲ្យបានត្រឹមត្រូវល្អនេះនិយាយចេញពីបទពិសោធន៍ខ្ញុំទេមិនមែនដកស្រង់ចេញពីសភៅឬក៏មតិបុគ្គលល្បីណាម្នាក់ឡើយចង់សង្ឃឹមថាអ្នកទាំងអស់គ្នាស្ដាប់វាគ្រាន់តែជាព័ត៌មានដើម្បីពិចារណាទៅបានហើយមិនរំពឹងថាអ្នកទាំងអស់គ្នាធ្វើតាមវាទេហើយក៏សូមទោសទុកមុនដែរបើសិនជាវាមានចន្លោះខ្វះខាតកន្លែងណាព្រោះថាពួកខ្ញុំដឹងថាបទពិសោធន៍របស់ពួកខ្ញុំក៏មិនតន់ល្អគ្រប់10អីដែរអញ្ចឹងទី1សម្រាប់ការធ្វើវាឲ្យត្រូវដើម្បីបំពេញបំណងណាមួយពួកយើងយល់ថានៅលើផ្លូវដែលអ្នកដើរទៅរកគោលដៅគឺវាតែងតែតម្រូវឲ្យមានការបត់បែនគេហៅ adaptability ណា flexible
បាទហើយជាមួយនឹងការសម្រាកតាមផ្លូវឬក៏ rest ពួកយើងយល់ថាអ្នកមិនគួរដាច់អហង្ការពេកទេទៅលើរបៀបដែលអ្នកធ្វើដើម្បីបំពេញបំណងរបស់អ្នកបាទព្រោះជីវិតនេះមិនអាចទីទុកមុនបានទេអញ្ចឹងគម្រោងដែលអ្នកបានរៀបចំតាំងពីដើមទីមកនោះក៏វាមិនប្រកាសថាល្អសម្រាប់អ្នកដែលកំពុងតែឈរនៅពាក់កណ្ដាលទីដែរត្រូវមានការអាប់ដេតនៅគម្រោងខ្លួនឯងជាប្រចាំគេហៅថា self alignment ណាហើយការសម្រាកក៏មិនមែនមានន័យថាអ្នកបរាជ័យដែរបាទខ្ញុំសម្រាប់មួយខែដេកគិតអស់មួយខែរៀបចំគម្រោងឡើងវិញទើបខ្ញុំអាចមកធ្វើវីដេអូជូនអ្នកទាំងអស់គ្នាម្ដងទៀតនេះបានអញ្ចឹងកុំខ្លាចការបត់បែនកុំខ្លាចការសម្រាកដើម្បី align បាទជាមួយនឹងខ្លួនឯងព្រោះគម្រោងចាស់มันអាចនៅជាមួយនឹងយើងរហូតទេហើយគម្រោងចាស់ក៏มันអាចនៅជាមួយនឹងមនុស្សថ្មីដែលអ្នកកំពុងតែទៅរកដែរទី2កុំមើលឃើញការដែល plot ស្នៀតមិនបានធ្វើនៅគម្រោងមិនបានបំពេញនៅបំណងរបស់យើងជាការបរាជ័យហើយគិតថាចាប់ផ្ដើមសារថ្មីតែយើងគួរតែបន្តធ្វើវាទៀតបើទោះបីជាពេលខ្លះយើងបទុដៃដើម្បីបត់បែនតាមកលៈទេសៈក៏ដោយបាទបើទោះបីជាពេលខ្លះយើងត្រូវការសម្រាកក៏ដោយពីមុនឡើយខ្ញុំតែងតែមានទម្លាប់អាក្រក់មួយបាទគិតថាបើសិនជាគម្រោងបំណងចង់ធ្វើរឿងអីមួយឧទាហរណ៍ថាជាប់បាន30ថ្ងៃស្រាប់តែថ្ងៃណាមួយខ្ញុំផ្លាត់ស្នៀតអត់បានធ្វើវាខ្ញុំតែងតែគិតថាខ្ញុំបរាជ័យហើយចាប់ផ្ដើមម្ដងទៀតសារជាថ្មីតែតាមការពិតទៅបើ30ថ្ងៃយើងផ្លាត់អត់បានធ្វើវា2ថ្ងៃអានេះតាមពិតទៅមានន័យថាយើងបានធ្វើរឿងហ្នឹងចំនួន28ថ្ងៃដែរតាបាទវាគ្រាន់បើជាងអាការពីមុនដែលយើងអត់បានធ្វើសូម្បីតែមួយថ្ងៃសោះណាប៉ុន្តែពួកយើងអត់ ត្រេកអរជាមួយនឹងរឿងទាំងអស់ហ្នឹងអញ្ចឹងគួរតែគិតឡើងវិញចំពោះកន្លែងហ្នឹងហើយទី3 just leave cannot stress this one enough just leave man I mean sometimes you might try your best and sometimes you might feel tired too ហើយពេលខ្លះយើងធ្វើបានល្អហើយពេលខ្លះថាមិនត្រូវរបស់ដែលយើងកំពុងធ្វើនោះវាជារឿងដែលល្អបំផុតដែលយើងអាចធ្វើបានហើយយើងអត់ចាំបាច់គិតបន្ថែមទៀតទេអត់ចាំបាច់រកនឹករឿងទៅធ្វើបន្ថែមទៀតឲ្យល្អជាងនេះទេគ្រាន់តែរស់ធម្មតាទៅវាបានហើយបាទគ្រាន់តែរស់ដោយមិនធ្វើនៅរឿងអាក្រក់ទៅវាបានហើយហើយទី4ត្រូវចាំថាមនុស្សម្នាក់មានជីវិតរៀងខ្លួនជីវិតអ្នកទាំងអស់គ្នាមិនដូចគេជីវិតគេក៏អត់ដូចអ្នកទាំងអស់គ្នាមិនគួរធ្វើដូចគេទេតែគួរតែ inspire ពីគេដោយបងខ្ញុំគាត់ថាមិនមែនឲ្យមើលឲ្យចម្លងពីគេមិនមែន copy paste ទេតែយើងគួរតែមើលគេហើយយកមកច្នៃឲ្យវាត្រូវជាមួយនឹងជីវិតរបស់ខ្លួនឯងបើអ្នកទាំងអស់គ្នាអាចយល់ពិចារណាពីចំណុចទាំងអស់នេះបានខ្ញុំជឿជាក់ថាវានឹងអាចជួយអ្នកទាំងអស់គ្នាជាប្រយោជន៍បានដូចគ្នាអញ្ចឹងត្រឡប់មកវិញជាចុងក្រោយការរស់នៅដោយមាន intention មានបំណងនេះវាសំខាន់សម្រាប់គុណតម្លៃផ្ទាល់ខ្លួនរបស់អ្នកទាំងអស់គ្នាមនុស្សដែលរស់នៅជាមួយនឹងគោលបំណងច្បាស់លាស់ធ្វើអ្វីមួយក៏មានហេតុផលបាទមិនចេះតែធ្វើដើម្បីបំបត្តិអបសុខទេការរស់នៅដោយមានហេតុផលច្បាស់លាស់នេះហើយដែលធ្វើឲ្យពួកគាត់នឹងរីកចម្រើនពួកគាត់អាចសម្រេចកិច្ចការដែលមានតម្លៃបានហើយវាជារឿងល្អប៉ុន្តែក៏គួរតែប្រយ័ត្នដែរបាទកាលណាដែលយើងបាត់បង់នៅ balance បាទលំនឹងក្នុងការប្រតិបត្តិប្រកាន់ខ្ជាប់វានឹងធ្វើឲ្យយើងនឹងក្លាយទៅជាមនុស្សជ្រុលនិយមពេលនោះហើយការរស់នៅជាមួយនឹងបំណងរបស់យើងនឹងក្លាយទៅជាហេតុផលតែមួយគត់នៅក្នុងជីវិតរបស់យើងហើយយើងនឹងធ្វើគ្រប់យ៉ាងដើម្បីបំពេញបំណងរបស់យើងបាត់បង់ភាពជាមនុស្សជាតិបាត់បង់ភាពជាមនុស្ស stress ទៅលើតែការបំពេញបំណងរបស់ខ្លួនឯងហ្នឹងឯងសង្ឃឹមថាវាអាចជួយអ្នកទាំងអស់គ្នាបទូសម្ពាធដែលអ្នកទាំងអស់គ្នាបានដាក់លើស្មាខ្លួនឯងបានទាំងពីពួកយើងគ្រប់រីកចម្រើនគ្រប់ពេលជួបគ្នាក្នុងវីដេអូក្រោយទៀតបាយបាយ